ហើយមកទល់ម៉ោងនេះគឺមិត្តចិនបាទមិត្តចិនដែលជាមហាអំណាចចិនមួយដ៏ខ្លាំងអ្វីដែលខ្ញុំឃើញខ្ញុំសរសើរសឹងតែគេហៅថាអួរដើមកយើងមើលចិនបាទគឺថាពាក្យថាចិនហ្នឹងគឺប្រែថាការរស់ស៊ីហើយបាទអញ្ចឹងគេជាប្រទេសអ្នករស់ស៊ីប្រទេសអីទៅហើយគេចាំមើលចរិតរបស់ខ្មែរចរិតខ្មែរមិនគឺចរិតខ្មែរគឺប៉ិនស៊ូទ្រាំប៉ិនអត់ធ្មត់បាទមិនខ្ចីទៅអង្វរមិនខ្ចីទៅសុំអ្នកណាឲ្យមកជួយទេគឺតស៊ូខ្លួនឯងដួលកន្លែងណាក្រោកឈរកន្លែងហ្នឹងណាពាក្យរបស់សម្ដេចតេជោបាទគឺខ្ញុំចងចាំបងប្អូនមិនចងចាំហើយបាទដួលកន្លែងណាក្រោកឈរកន្លែងហ្នឹងបាទហើយអញ្ចឹងទេម៉ោងនេះគឺរដ្ឋមន្ត្រីការបរទេសរបស់ចិនបាទគឺអ្នកនាំពាក្យបាទរបស់ប្រទេសចិនមហាអំណាចចិនបានពាវនាវឲ្យខាងភាគីកម្ពុជាក៏ភាគីថៃបាទគឺថាមានការធ្វើឈប់បាញ់ហើយប្រហែលជាអាចសៀមបាទតៃឡែវចៅសៀមអាចស្ដាប់បានហើយវាក៏ទៅគោរពចិនដែរព្រោះវាមានទំនាក់ទំនងបាទគេហៅថាផលប្រយោជន៍រុស្ស៊ីរវាងប្រេជីក្រាដែលមកពីខាងមហាសមុទ្រពីអឺរ៉ុបមកគឺគម្រោងដែលត្រូវជីកប្រេជីក្រាប្រវែងជាង90គីឡូម៉ែត្រដែលចំណាយលុយរាប់រយពាន់លានដុល្លារបាទដើម្បីជីកបាទជីកមកគឺតាមសមុទ្រគឺលែងវាងសិង្ហបុរីនិងម៉ាឡេបាទអញ្ចឹងទេសិតតែទំនាស់ផលប្រយោជន៍នៅក្នុងអាស៊ីអាគ្នេយ៍ហើយដល់អញ្ចឹងទៅឥឡូវនេះចិនបានឃើញភាពអត់ធ្មត់ភាពចាស់ទុំរបស់កម្ពុជាហើយយើងមើលកម្ពុជាយើងនៅពេលដែលកូវីដទៅផ្ទុះដំបងបាទអ្នកដែលទៅលើកទឹកចិត្តដែលជិះយន្តហោះទៅដល់ប៉េកាំងបាទជួបជាមួយនឹងលោកស៊ីជីនពីងបាទប្រធានាធិបតីគឺគេហៅថាដូចជាមិត្តដៃថែបម្ដេចតេជោគឺភាពអង្អាចរបស់គាត់គឺខ្លាំងត្រង់ហ្នឹងស្រឡាញ់អ្នកណាគឺស្រឡាញ់ដោយស្មោះអស់ពីចិត្តបាទនៅពេលដែលជួបទុកបាទជួបការលំបាកសម្ដេចតេជោសម្ដេចធិបតីគឺអត់មានស្រែកអង្វរកទេគឺប្រឹងដោយយុទ្ធសាស្ត្រខ្លួនឯងខ្លាំងដោយខ្លួនឯងម៉ោងនេះបាទមិត្តចិត្តមិត្តចិនបាទមិត្តយើងបាទគឺមិត្តយើងផងក៏មិត្តគេផងដែរបាទព្រោះគេដូចជាហាងកាទៀវអញ្ចឹងអ្នកណាមានលុយបាទទៅហូបគឺគេលក់ហើយបាទអញ្ចឹងទេអ្វីដែលយើងឃើញថាចិនគឺចេញមុខពេលនេះគឺបន្ទាប់ពីរងចាំមើលថាតើថៃស្ដាប់ចិនដែរឬទេបាទថៃស្ដាប់អាមេរិកដែរឬទេគឺថៃមិនស្ដាប់អាមេរិកទេអញ្ចឹងចិនគឺមកចូលខ្លួនមកពីវនាវម្ដងតើចាំមើលថៃស្ដាប់ដែរឬទេបាទមុខជាស្ដាប់អញ្ចឹងទេក៏ខ្ញុំបានចែកម្លែកប៉ុណ្ណេះយើងចង់ឲ្យស្រុកទេសរបស់យើងគឺមានសុខសន្តិភាពមានការពិវត្តយើងមិនចង់ជួបទេសង្គ្រាមតែកូនអ្នកមាននោះបាទវាចូលចិត្តជ្រែម៉ូតូវាចូលចិត្តបរហោះម៉ូតូយើងប្រាប់ថាជ្រែម៉ូតូបរហោះម៉ូតូវាគ្រោះថ្នាក់ដួលបាក់កដួលបាក់ដៃបាក់ធ្មេញវាមិនជឿតែឥឡូវវាឲ្យវាជឿខ្លះហើយវានៅតែថ្ងៃមួយដែលប្រទេសវាធ្លាក់ទៅដល់បាតដូចប្រទេសខ្មែរបាទអាហ្នឹងបានវាដឹងបាទកសាងប្រទេសខ្លួនឯងតាំងពីបាតដៃទទេបាទធ្លាប់តែជាកូនអ្នកមានតាំងពីសម័យអង្គរមករហូតមកខ្លាយជាកូនអ្នកក្របាទក្រជំនាន់79សឹងស្មើអ្នកសំទានឲ្យទៅរស់តែឥឡូវនេះយើងរស់រៀនមានជីវិតកសាងបានប៉ុណ្ណេះហើយយើងស្គាល់ហើយសង្គ្រាមចឹងយើងអត់ចង់បានសង្គ្រាមទេយើងចង់បានសន្តិភាពតែកូនអ្នកមានបាទវាចរិតពីលចរិតបរហោះម៉ូតូចរិតជក់ថ្នាំនិយាយប្រាប់វាមិនស្ដាប់ទេអានេះដល់ជួបខ្លួនវាម្ដងមិនវាដឹងចឹងសូមអរគុណហើយសូមជួយ follow page like page នឹងផងហើយប្រាប់គ្នាយើងតផងថាpage របស់ខាន់ច័ន្ទសុផាឥឡូវមានអានឹងវិញហើយបាទអញ្ចឹងអរគុណហើយមកទល់ម៉ោងនេះគឺមិត្តចិនបាទមិត្តចិនដែលជាមហាអំណាចចិនមួយដ៏ខ្លាំងអ្វីដែលខ្ញុំឃើញខ្ញុំសរសើរសឹងតែគេហៅថាអួរដើមកយើងមើលចិនបាទគឺថាពាក្យថាចិនហ្នឹងគឺប្រែថាការរស់ស៊ីហើយបាទអញ្ចឹងគេជាប្រទេសអ្នករស់ស៊ីប្រទេសអីទៅហើយគេចាំមើលចរិតរបស់ខ្មែរចរិតខ្មែរមិនគឺចរិតខ្មែរគឺប៉ិនស៊ូទ្រាំប៉ិនអត់ធ្មត់បាទមិនខ្ចីទៅ
អង្គវមិនខ្ចីទៅសុំអ្នកណាឲ្យមកជួយទេគឺតស៊ូខ្លួនឯងដួលកន្លែងណាក្រោកឈរកន្លែងហ្នឹងណាពាក្យរបស់សម្ដេចតេជោបាទគឺខ្ញុំចងចាំបងប្អូនឲ្យចងចាំហើយបាទដួលកន្លែងណាក្រោកឈរកន្លែងហ្នឹងបាទហើយអញ្ចឹងទេម៉ោងនេះគឺរដ្ឋមន្ត្រីការបរទេសរបស់ចិនបាទគឺអ្នកនាំពាក្យបាទរបស់ប្រទេសចិនមហាអំណាចចិនបានពាវនាវឲ្យខាងភាគីកម្ពុជាក៏ភាគីថៃបាទគឺថាមានការធ្វើឈប់បាញ់ហើយប្រហែលជាអាចសៀមបាទតៃឡែវចៅសៀមអាចស្ដាប់បានហើយវាក៏ទៅគោរពចិនដែរព្រោះវាមានទំនាក់ទំនងបាទគេហៅថាផលប្រយោជន៍រុស្ស៊ីរវាងប្រេជីក្រាដែលមកពីខាងមហាសមុទ្រពីអឺរ៉ុបមកគឺគម្រោងដែលត្រូវជីកប្រេជីក្រាប្រវែងជាង90គីឡូម៉ែត្រដែលចំណាយលុយរាប់រយពាន់លានដុល្លារបាទដើម្បីជីកបាទជីកមកគឺតាមសមុទ្រគឺលែងវាងសិង្ហបុរីនិងម៉ាឡេបាទអញ្ចឹងទេសិតតែទំនាស់ផលប្រយោជន៍នៅក្នុងអាស៊ីអាគ្នេយ៍ហើយដល់អញ្ចឹងទៅឥឡូវនេះចិនបានឃើញភាពអត់ធ្មត់ភាពចាស់ទុំរបស់កម្ពុជាហើយយើងមើលកម្ពុជាយើងនៅពេលដែលកូវីដទៅផ្ទុះដំបងបាទអ្នកដែលទៅលើកទឹកចិត្តដែលជិះយន្តហោះទៅដល់ប៉េកាំងបាទជួបជាមួយនឹងលោកស៊ីជីនពីងបាទប្រធានាធិបតីគឺគេហៅថាដូចជាមិត្តដៃថែបសម្ដេចតេជោគឺភាពអង់អាចរបស់គាត់គឺខ្លាំងត្រង់ហ្នឹងស្រឡាញ់នរណាគឺស្រឡាញ់ដោយស្មោះអស់ពីចិត្តបាទនៅពេលដែលជួបទុកបាទជួបការលំបាកសម្ដេចតេជោសម្ដេចធិបតីគឺអត់មានស្រែកអង្វរកទេគឺប្រឹងដោយយុទ្ធសាស្ត្រខ្លួនឯងខ្លាំងដោយខ្លួនឯងម៉ោងនេះបាទមិត្តចិត្តមិត្តចិនបាទមិត្តយើងបាទគឺមិត្តយើងផងក៏មិត្តគេផងដែរបាទព្រោះគេដូចជាហាងកាទៀវអញ្ចឹងអ្នកណាមានលុយបាទទៅហូបគឺគេលក់ហើយបាទអញ្ចឹងទេអ្វីដែលយើងឃើញថាចិនគឺចេញមុខពេលនេះគឺបន្ទាប់ពីរងចាំមើលថាតើថៃស្ដាប់ចិនដែរឬទេបាទថៃស្ដាប់អាមេរិកដែរឬទេគឺថៃមិនស្ដាប់អាមេរិកទេអញ្ចឹងចិនគឺមកចូលខ្លួនមកអំពាវនាវម្ដងតើចាំមើលថៃស្ដាប់ដែរឬទេបាទមុខជាស្ដាប់អញ្ចឹងទេក៏ខ្ញុំបានចែកម្លែកប៉ុណ្ណេះយើងចង់ឲ្យស្រុកទេសរបស់យើងគឺមានសុខសន្តិភាពមានការពិវត្តយើងមិនចង់ជួបទេសង្គ្រាមតែកូនអ្នកមាននោះបាទវាចូលចិត្តជ្រែម៉ូតូចូលចិត្តបរហោះម៉ូតូយើងប្រាប់ថាជ្រែម៉ូតូបរហោះម៉ូតូវាគ្រោះថ្នាក់ដួលបាក់កដួលបាក់ដៃបាក់ធ្មេញវាមិនជឿតែឥឡូវវាឲ្យវាជឿខ្លះហើយវានៅតែថ្ងៃមួយដែលប្រទេសវាធ្លាក់ទៅដល់បាតដូចប្រទេសខ្មែរបាទអាហ្នឹងបានវាដឹងបាទកសាងប្រទេសខ្លួនឯងតាំងពីបាតដៃទៅទេបាទធ្លាប់តែជាកូនអ្នកមានតាំងពីសម័យអង្គរមករហូតមកខ្លាយជាកូនអ្នកក្របាទក្រជំនាន់79សឹងស្មើអ្នកសំទានឲ្យទៅរស់តែឥឡូវនេះយើងរស់រៀនមានជីវិតកសាងបានប៉ុណ្ណេះហើយយើងស្គាល់ហើយសង្គ្រាមអញ្ចឹងយើងអត់ចង់បានសង្គ្រាមទេយើងចង់បានសន្តិភាពតែកូនអ្នកមានបាទវាចរិតពីលចរិតបរហោះម៉ូតូចរិតជក់ថ្នាំនិយាយប្រាប់វាមិនស្ដាប់ទេអានេះដល់ជួបខ្លួនវាម្ដងមិនវាដឹងអញ្ចឹងសូមអរគុណហើយសូមជួយ follow page like page ហ្នឹងផងហើយប្រាប់គ្នាយើងតផងថាpage របស់ខាន់ច័ន្ទសុផលឥឡូវមានអាហ្នឹងវិញហើយបាទអញ្ចឹងអរគុណ